ជាកិច្ចចាប់ផ្ដើមខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមគោរពជំរាបសួរទៅដល់លោកគ្រូសាស្ត្រាចារ្យហូតុលាដែលបានអឺបង្រៀនមុខវិជ្ជាប្រព័ន្ធនីតិអាស៊ានហើយសូមជម្រាបសួរដល់មិត្តនិស្សិតព្រមទាំងបងប្អូនកំពុងតែតាមដាននៅក្នុងការធ្វើបទបង្ហាញរបស់ក្រុមយើងខ្ញុំក៏សូមជម្រាបសួរពីចម្ងាយផងដែរថ្ងៃនេះក្រុមយើងខ្ញុំជាក្រុមទី2បានធ្វើបទបង្ហាញស្ដីអំពីនិយាយអំពីសេចក្តីប្រកាសសិទ្ធិមនុស្សនិងច្បាប់សិទ្ធិមនុស្សអន្តរជាតិអញ្ចឹងតទៅខ្ញុំសូមបង្ហាញអំពីសមាជិកនៃក្រុមរបស់យើងខ្ញុំដោយតទៅខ្ញុំបាទឈ្មោះញ៉ាំផាត់ជាអនុប្រធានក្រុមទី2បាទសូមជំរាបសួរទៅដល់លោកគ្រូក៏ដូចជាមិត្តនិស្សិតទាំងអស់គ្នានាងខ្ញុំឈ្មោះសាវីរីជាប្រធានក្រុមទី2តោះសមាជិកយើងខ្ញុំបាទជំរាបសួរនេះសមាជិកក្រុមទី2ខ្ញុំបាទឈ្មោះម៉ារីហួរជាសមាជិកក្រុមទី2មួយទៀតសមាជិកយើងអេលអាស់ម៉ាស៊ូគីហើយដោយសារមានអវត្តមានម្នាក់ឈ្មោះម៉ាត់សូហៃមីគាត់ដោយសារគាត់ជាប់ភារកិច្ចជាបន្ទាន់អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅដល់ខ្លឹមសារនៃប្រធានបទរបស់យើងដែលនិយាយអំពីសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានតោះទៅក្នុង slide មួយចូលមកដល់សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននេះគេនិយាយអំពីការប្រកាសសិទ្ធិមនុស្សអាស៊ានត្រូវបានអនុម័តនៅថ្ងៃទី18ខែវិច្ឆិកា2012ក្នុងការប្រជុំកំពូលអាស៊ានលើកទី21ដែលបានប្រព្រឹត្តទៅនៅភ្នំពេញប្រទេសកម្ពុជាអញ្ចឹងការប្រកាសនេះបានបង្ហាញអំពីការបដិញ្ញាចិត្តក្នុងការការពារនិងលើកកម្ពស់សិទ្ធិស៊ីវិលនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌នៅទូទាំងតំបន់ហ្នឹងមានន័យថានៅក្នុងទូទាំងតំបន់នៃប្រទេសអាស៊ានយើងទាំង10ហើយនៅក្នុងចុងក្រោយនេះក៏មានការចូលជាសមាជិកអាស៊ានមួយផងដែរតោះសមាជិកសូម slide បន្តនៅក្នុងslide នេះគេនិយាយអំពីការរួមបញ្ចូលនៅសិទ្ធិដែលមិនត្រឹមតែស្របទៅនឹងការប្រកាសសកលស្ដីពីសិទ្ធិមនុស្សប៉ុណ្ណោះទេប៉ុន្តែវាមានការបន្ថែមផ្សេងទៀតដូចជាការចូលដំណើរការទឹកស្អាតចំណុចទី2និយាយអំពីការការពារបរិស្ថានចំណុចទី3និយាយអំពីការព្យាបាលដោយយុត្តិធម៌សម្រាប់អ្នកដែលឆ្លងជំងឺហើយចំណុចទី4និយាយអំពីការអភិវឌ្ឍដើម្បីបំបត្តិភាពក្រីក្រនិងចំណុចទី5សិទ្ធិក្នុងការរស់នៅដោយសុខភាពអញ្ចឹងជា slide បន្តសូមឲ្យសមាជិកក្រុមដើម្បីធ្វើបទបង្ហាញបន្តបាទសូមអរគុណសូមចេញលីហួរសូមចេញលីហួរខ្ញុំបាទឈ្មោះម៉ារីហួរជាសមាជិកក្រុមទី2សូមបកស្រាយបន្តលក្ខណៈសំខាន់នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន1គោលបំណងនិងបរិបទសេចក្តីប្រកាសនេះបានចេញពីការយល់ព្រមគ្នារបស់ប្រទេសអាស៊ានដើម្បីបង្កើតស្តង់ដារសិទ្ធិមនុស្សតំបន់ដែលសម្របសម្រួលទៅតាមស្ថានភាពនិងតម្លៃវប្បធម៌នៃតំបន់វាទាក់ទងទៅនឹងសិទ្ធិមនុស្សជាច្រើនប្រើប្រាស់ជាលក្ខណៈនយោបាយនិងសង្គមដើម្បីជួយការពារសិទ្ធិមនុស្សដែលមានសារៈសំខាន់សម្រាប់មនុស្សនៅក្នុងតំបន់សំស្រាយបន្ត2សិទ្ធិដែលមានក្នុងសេចក្តីប្រកាសសិទ្ធិស៊ីវិលនិងនយោបាយរួមមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតសិទ្ធិប្រកាសមតិនិងសិទ្ធិឯករាជ្យផ្ទាល់ខ្លួន
សិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌រួមមានសិទ្ធិទទួលបានការអប់រំសុខភាពការងារនិងការរីកចម្រើនវប្បធម៌ 3. ការគោរពអធិបតេយ្យភាពនិងការមិនចូលរួមបញ្ហាផ្ទៃក្នុងសេចក្តីប្រកាសផ្ដោតលើការគោរពអធិបតេយ្យភាពរបស់ប្រទេសសមាជិកនិងការមិនចូលរួមជារឿងផ្ទៃក្នុងរបស់ប្រទេសផ្សេងៗនេះមានន័យថាប្រទេសមួយមិនអាចបំពានចូលក្នុងរឿងផ្ទៃក្នុងរបស់ប្រទេសមួយផ្សេងទៀតបានសំស្រាយបន្ត4. បរិបទវប្បធម៌និងតម្លៃអាស៊ីសេចក្តីប្រកាសបានផ្ទៀងផ្ទាត់និងទទួលស្គាល់ភាពខុសគ្នាវប្បធម៌និងតម្លៃសង្គមផ្សេងៗនៅក្នុងតំបន់អាស៊ានវាក៏បង្ហាញពីការពិចារណាចំពោះតម្លៃអាស៊ីដែលខុសពីស្តង់ដារអន្តរជាតិមួយចំនួន 5. ស្ថានភាពផ្នែកច្បាប់និងអំណាចសេចក្តីប្រកាសនេះមិនមែនជាសិទ្ធិសញ្ញាត្រូវគោរពច្បាប់តឹងរឹងដូចសិទ្ធិសញ្ញាអន្តរជាតិផ្សេងទៀតវាជាការបដិញ្ញារួមគ្នាផ្នែកនយោបាយដែលមានគោលបំណងលើកស្ទួយសិទ្ធិមនុស្សប៉ុន្តែមិនមានអំណាចច្បាប់ក្នុងការប្រើអំណាចដោះស្រាយបញ្ហានោះទេសារៈសំខាន់របស់សេចក្តីប្រកាសវាជារចនាសម្ព័ន្ធសិទ្ធិមនុស្សដំបូងក្នុងតំបន់ដែលបានបង្កើតឡើងសម្រាប់ការចូលរួមគ្នារវាងប្រទេសសមាជិកអាស៊ានជំរុញឲ្យប្រទេសសមាជិកអាស៊ានធ្វើសហប្រតិបត្តិការសម្រាប់ការពារនិងលើកស្ទួយសិទ្ធិមនុស្សជាសកលនៅក្នុងតំបន់ក៏ជួយបង្កើតការយល់ដឹងនិងកែលម្អទំនាក់ទំនងរវាងរដ្ឋនិងប្រជាជនអំពីសិទ្ធិមនុស្សនៅតំបន់អាស៊ានសិទ្ធិមនុស្សអន្តរជាតិខ្ញុំបាទសូមឲ្យសមាជិកខ្ញុំបកស្រាយបន្តជាបន្តនាងខ្ញុំសូមបកស្រាយទាក់ទងជាមួយនឹងសិទ្ធិមនុស្សអន្តរជាតិ International Human Rights សិទ្ធិមនុស្សអន្តរជាតិគឺជាសិទ្ធិសេរីភាពមូលដ្ឋានដែលមនុស្សគ្រប់រូបគួរតែទទួលបានដោយមិនគិតថាជាសញ្ជាតិជនជាតិសាសនាភេទឬស្ថានភាពណាមួយឡើយសិទ្ធិទាំងនេះត្រូវបានទទួលស្គាល់ថាជាសកលមិនអាចដកហូតបានហើយស្មើគ្នាសម្រាប់មនុស្សទាំងអស់គ្នាសិទ្ធិមនុស្សសំខាន់មានដូចជាទី1សិទ្ធិស៊ីវិលនិងនយោបាយ Civil and Political Rights សិទ្ធិរស់នៅសេរីភាពក្នុងការនិយាយសាសនានិងការប្រជុំសិទ្ធិទទួលបានយុត្តិធម៌យ៉ាងស្មើភាពសេរីភាពការធ្វើទរណកម្មនិងការជួញដូរមនុស្សមានន័យថាមនុស្សយើងម្នាក់គឺមានសិទ្ធិរៀងខ្លួនដែលមិនអាចដកហូតបានក៏ដូចជាមានសិទ្ធិទាំងការរស់នៅសេរីភាពក្នុងការនិយាយស្ដីជាដើមទី2តកតងជាមួយនឹងសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ Economic Social and Cultural Rights ដែលមានដូចជាសិទ្ធិទទួលបានការអប់រំសិទ្ធិធ្វើការនិងទទួលបានប្រាក់ឈ្នួលសមរម្យសិទ្ធិទទួលបានសុខភាពល្អនិងការស្នាក់នៅសមរម្យសិទ្ធិចូលរួមក្នុងជីវិតវប្បធម៌តកតងជាមួយនឹងសិទ្ធិសេដ្ឋកិច្ចនិងវប្បធម៌នេះគឺចង់សម្ដៅទៅលើតកតងទាំងថាមនុស្សគ្រប់រូបគឺទទួលបានការធ្វើការហើយនៅពេលដែលយើងធ្វើការគឺនឹងទទួលបាននៅប្រាក់ឈ្នួលសមរម្យក៏ដូចជាយើងមានសិទ្ធិនៅក្នុងការចូលរួមតកតងជាមួយនឹងខាងវប្បធម៌យើងជ្រើសរើសសាសនាណាដែលយើងស្រឡាញ់ដែលយើងពេញចិត្តដូច្នេះយើងមានសិទ្ធិនៅក្នុងការជ្រើសរើសមួយទៀតគេហៅថាសិទ្ធិរួមគ្នាឬសិទ្ធិសិទ្ធិរួមឬក៏សិទ្ធិរួមគ្នាសិទ្ធិដែលក្នុងនោះមានដូចជាសិទ្ធិអភិវឌ្ឍសិទ្ធិរស់នៅក្នុងបរិស្ថានស្អាតនិងសិទ្ធិសន្តិភាពចូលមកដល់ចំណុចនេះតកតងនឹងសំណួរសួរថាអ្នកណាដែលជាអនុវត្តសិទ្ធិអន្តរជាតិនឹងអញ្ចឹងមានដូចជាអង្គការសហប្រជាជាតិដែលយើងហៅថា UN ក្រុមប្រឹក្សាសិទ្ធិមនុស្ស Human Rights Council គាត់គេនឹងត្រួតពិនិត្យទៅលើកម្ពុជាការគោរពសិទ្ធិមនុស្សនឹងហើយមួយទៀតគឺការិយាល័យអគ្គនាយកសិទ្ធិមនុស្សក៏ដូចជាដែលហៅកាត់ថា OHCHR ផ្ដល់ការគ្រប់គ្រងនិងត្រួតពិនិត្យការអនុវត្តមួយទៀតនោះគឺអង្គភាពគ្រប់គ្រងសន្ធិសញ្ញាដូចជាគណៈកម្មការសិទ្ធិមនុស្សពិនិត្យការអនុវត្តតាមដានសន្ធិសញ្ញា
ហើយមានដូចជាស្ថាប័នតំបន់តុលាការសិទ្ធិមនុស្សអឺរ៉ុបដែលហៅជាភាសាអង់គ្លេសថា Europe Court of Human Rights និងហៅកាត់ថា ECHR ក៏ដូចជាមានតុលាការសិទ្ធិមនុស្សអាមេរិកខាងត្បូង South American Court of Human Rights តុលាការសិទ្ធិមនុស្សអាហ្វ្រិក African Court of Human Rights អង្គការមិនមែនរដ្ឋាភិបាល Non-Governmental Organization NGO ដែលអ្នកទាំងអស់នេះគឺគាត់គឺជាស្ថាប័នដែលអនុវត្តសិទ្ធិក៏ដូចជារងចាំមើលការអនុវត្តសិទ្ធិនៅលើសកលលោកហ្នឹងអញ្ចឹងចូលមកដល់ slide របស់យើងគឺអស់ហើយក៏ដូចជាចំណុចដែលយើងនិយាយហ្នឹងគឺមានតែពីរចំណុចតែប៉ុណ្ណោះទេគឺតកតងជាមួយនឹងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននិងច្បាប់សិទ្ធិមនុស្សអន្តរជាតិបើសិនជាមានការខុសឆ្គងឬក៏ខ្វះចន្លោះកន្លែងណានាងខ្ញុំជាប្រធានក្រុមក៏ដូចជាសមាជិកក្រុមទាំងអស់នៅក្នុងZoom នេះក៏សូមខន្តីអភ័យទោសទៅដល់មិត្តនិស្សិតឬក៏អ្នកទស្សនានៅក្នុង Zoom របស់យើងបើសិនជាមានពាក្យពេចន៍អីមិនសមរម្យក៏ដូចជាខុសឆ្គងកន្លែងណាក៏សូមអធិស្ឋានចាអញ្ចឹងសូមអរគុណក៏ដូចជាជូនពរឲ្យមានសុខភាពល្អនិងសំណាងល្អទាំងអស់គ្នាចាអរគុណ